ថ្ងៃមិញចិត្តខ្ញុំនៅសង្ឃឹមបានរឿងរ៉ាវនៃស្នេហាត្រីកោណអំពើផិតក្បត់ក្នុងគ្រួសារទង្វើរបស់ឪពុកបែរជាបន្សល់ទុកឲ្យកូនស្រីដែលគ្មានកំហុសជាអ្នកទទួលមីក្មេងចង្រៃនាងឯងចង្រៃខ្លាំងណាស់មីបញ្ញាក្អែកទុំមេឈើកន្លែងណាងាប់មេឈើកន្លែងហ្នឹងនិយាយទៅចាក់ទឹកលើក្បាលទេអញ្ចឹងនិយាយមិនចេះស្ដាប់មីអត់កំណត់មីអត់ខួរទាំងក្តីស្រមៃជុំគ្នាវិញមកកូនមិនបាច់ទៅណាទៀតទេណាពុកមិនអោយអ្នកណាវាយកូនទៀតទេកូនមកវិញមកនាងឈាមថោកនាងគ្មានសិទ្ធអីមកអុកឡុកនៅក្នុងផ្ទះយើងទេតែបើនាងនៅតែទៀតនាងយើងមិនលើកលែងឲ្យនាងជាដាច់ខាតបន្ទាប់ពីនាងបានឃ្លាតឆ្ងាយអស់រយៈពេលយ៉ាងយូរពេលនេះនាងបានត្រឡប់មកវិញមករកដៃម្ដាយដែលធ្លាប់តែថ្នាក់ថ្នមដើមទ្រូងដែលធ្លាប់ផ្ដល់ភាពកក់ក្ដៅដល់ជួយទៅជាមួយម៉ែឯណាកូនសុំបងកូនស្លាញ់អ្នកទាំងពីរពុកគ្មានជំរើសទេកូនតែកូនមានជំរើសទី1កូនទៅនៅជាមួយម៉ែកូនទី2កូនទៅជាមួយពុក